បាទជម្រាបសួរក៏ដូចជាអរុនសួស្តីសម្រាប់មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតបាទថ្ងៃនេះដោយសារតែយប់មិញមួយយប់ចាប់ពីម៉ោង2រហូតដល់ម៉ោង4ព្រឹកគឺមេឃភ្លៀងបងប្អូនទៅពេលអញ្ចឹងទៅក៏ព្រឹកឡើងគឺអត់ដឹងថាធ្វើម្ហូបអីក៏នឹកឃើញចង់ទឹកគ្រឿងប៉ុន្តែបើសិនតែថាទឹកគ្រឿងហ្នឹងគឺជុំវិញផ្ទះហ្នឹងសិតតែលក់ហើយមានព្រួយរាំងមានអីចឹងទៅហើយជាពិសេសហ្នឹងគឺព្រួយរាំងនៅពេលដែលត្រូវទឹកភ្លៀងទៅស្រស់វិញចឹងបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏ទៅកាច់ព្រួយរាំងបងប្អូនខ្ញុំក៏គាត់ចាប់ផ្ដើមធ្វើទឹកគ្រឿងហើយខ្ញុំកាច់ព្រួយរាំងជុំវិញផ្ទះហ្នឹងច្រើនមែនតើប៉ុន្តែយើងបេះតែល្មមសម្រាប់ទឹកហូបបានហើយដោយសារតែយើងគ្នាតែពី3នាក់អញ្ចឹងមិនហូបច្រើនពេកទេហ្នឹងហើយអញ្ចឹងទៅក៏ទៅកាច់តែម្ដាយហើយក៏ទៅថែមខាងមុខតិចទៀតហើយនេះជាទស្សនវិជ្ជាផ្លូវរបស់ខ្ញុំផ្លូវមកផ្ទះខ្ញុំហើយនៅពេលដែលភ្លៀងថ្មីយប់ចឹងទៅហ្នឹងឥឡូវធ្វើរាំងក៏ស្រស់បំប្រងឥឡូវក៏មកថែមត្រួយកធំធេតប៉ុន្តែអត់ទៅចេះហូបជាមួយទឹកគ្រឿងប្រហែលទេត្រួយកធំធេតសម្រាប់ខ្ញុំគាត់ថាបេះឲ្យតែមានអញ្ចឹងទៅណាហ្នឹងហើយបន្ទាប់ពីបេះត្រួយកធំធេតខ្ញុំឃើញថាល្អមែនតើបងប្អូនអើយឡើងខ្ចីលហកតែម្ដងហ្នឹងហើយអញ្ចឹងក៏ថែមស្ពៃនេះចាប់ផ្ដើមស្ពៃនេះគេទិញដោយសារតែខ្លួនឯងអត់មានទេសម្រាប់មនុស្សមួយមុខហ្នឹងគឺស្ពៃហ្នឹងគេត្រូវតែទិញគេចឹងហើយទៅចាប់ដើមលាងឲ្យស្អាតចឹងទៅដាក់កញ្ច្រែងសម្រស់ទឹកឲ្យស្អាតចឹងទៅហើយនេះគឺជាជីវិតប្រចាំថ្ងៃរបស់ខ្ញុំហើយតែងតែជួយការងារចរិយាបន្តិចបន្តួចចឹងណាទៅធ្វើម្ហូបហើយយើងបេះម្លក់គាត់ចាប់ដើមធ្វើម្ហូបចឹងទៅយើងជួយគ្នាបន្តិចបន្តួចចឹងទៅយើងឆាប់បានហូបទាំងអស់គ្នាកុំឲ្យចាំតែគាត់តែម្នាក់គឺមានការហាត់នឿយចឹងណាឥឡូវនេះគឺគាត់ចាប់ដើមបេះត្រីបុកហើយបាទហើយត្រីនោះគឺត្រីស្រះដែលបូមនឹងឯងហើយយកបាញ់ដុត1គីឡូជាងប៉ុន្តែហូបមិនអស់ក៏នឹកឃើញយកវាមកធ្វើទឹកគ្រឿងឥឡូវនៅពេលដែលបុកហើយចឹងទៅយើងដាក់បាទបុកហើយបុកអីចឹងទៅយើងយកមកសំគ្រឿងកូរចុះឡើងកូរឡើងចឹងណាបងប្អូនទាំងអស់គ្នាហើយឃើញថាថែមថយកុំឲ្យវាខាប់ពេកចឹងទៅបងប្អូនតែបើសិនតែខាប់ពេកខាប់ក៏ឆ្ងាញ់បងថាបើខាប់ពេកចឹងទៅវាហើយផ្លេចមកមើលនៅក្នុងសួននៅក្នុងក្រៅផ្ទះហើយផ្ទះហ្នឹងគឺចូលមកបេះជីដងវងបាទហើយទៅល្អប្រហែលទេយើងបេះជីបន្ថែមទៀតទៅសម្រាប់ម្ហូបពេលនេះគឺដើរផ្សំលិចកាត់ជុំវិញផ្ទះចឹងណាហើយដោយសារតែខ្វះខាតថវិកាឲ្យបងប្អូនពេលតែដល់ចូលឆ្នាំចេះតែដាច់លុយចឹងទៅក៏មិនដឹងទៅធ្វើម៉េចអញ្ចឹងក៏មានតែផ្សាយផ្សំចូលវិញផ្ទះនឹងឯងដើម្បីបានជាម្ហូបអាហារខ្លះហើយឥឡូវនេះខ្ញុំមកភ្លក់ទឹកគ្រឿងតែខ្ញុំគាត់ថាដល់ពេលគាត់ដូចភ្លឺមាត់មិនអញ្ចឹងទៅក៏គាត់ឲ្យខ្ញុំមកភ្លក់បាទភ្លក់ហ្នឹងហើយឥឡូវនេះក៏រៀបចំចាប់ដើមហូបហើយគឺដំបងហើយហ្នឹងគឺយើងចាប់ដើមដួសឲ្យគាត់តូចគាត់មេឃគាត់បើខ្ញុំពីអ្នកហ្នឹងក្បាលខូចណាស់បាទបងប្អូនទាំងគ្នាវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងអត់មានអីច្រើនទេកុំឲ្យសាមតែបាយបាយ